ប្រទេសហ្វីលីពីនក្នុងដើមខែវិច្ឆិកានេះបានទទួលការវាយលុកវាយប្រហារពីគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់និងខ្យល់ព្យុះផ្ទួនគ្នាដល់ទៅ2ដងក្នុងតែមួយសប្តាហ៍ប៉ុណ្ណោះដែលធ្វើឲ្យមានការបាត់បង់ជីវិតប្រជាជនជាច្រើនថែមទៀតនិងរងរបួសនិងបាត់ខ្លួនជាច្រើនទៀតផងដែររីឯការខូចខាតក៏សែនសន្ធឹកផងដែរនាងខ្ញុំលីនដាវីសូមជម្រាបសួរនិងសូមស្វាគមន៍ក្នុងដើមខែវិច្ឆិកាឆ្នាំ2025នេះប្រទេសហ្វីលីពីនពិតជារងគ្រោះធ្ងន់ធ្ងរពេកហើយពីគ្រោះធម្មជាតិដ៏សែនសាហាវគ្រោះមហន្តរាយពីធម្មជាតិបានវាយប្រហារចូលមកប្រទេសហ្វីលីពីនដល់ទៅ2ដងផ្ទួនគ្នាក្នុងរយៈត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះកាលពីថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025ប្រទេសហ្វីលីពីនបានរងគ្រោះនៅទឹកជំនន់និងខ្យល់ព្យុះយ៉ាងខ្លាំងយ៉ាងសាហាវបំផុតដែលមានឈ្មោះថា Typhoon Tino ឈ្មោះអន្តរជាតិហៅថា Kamagi កាលនោះបានធ្វើឲ្យប្រជាជនបាត់បង់ជីវិតដល់ទៅ232នាក់បាត់ខ្លួន112នាក់ដែលរកមិនទាន់ឃើញនៅឡើយនិងរងរបួសទាំងធ្ងន់និងស្រាល523នាក់រីឯប្រជាជនដែលទទួលការប៉ះពាល់ពីការខូចខាតនិងខ្ទេចខ្ទីអស់នៅផ្ទះសម្បែងនោះគឺ4.1 លាននាក់រីឯតម្លៃនៃការខូចខាតនិងបង់ខាតនោះគឺរាប់រយលានដុល្លារកាលនោះ Typhoon Tino ដែលហៅថា Kamagi នោះដែលបានចាប់ផ្ដើមពីថ្ងៃទី2រហូតមកដល់ថ្ងៃទី6ទើបរំសាយនោះគឺសម្រាប់ទៅគឺ4ថ្ងៃតម្រាំតែបានរំសាយតែមិនយូរប៉ុន្មានមិនទាន់បានពេញមួយថ្ងៃពេញផងនោះចូលមកដល់ថ្ងៃទី7ខែវិច្ឆិកាដែរនោះក៏ស្រាប់តែមានមហាព្យុះសង្ឃរាយមួយទៀតទីឡំនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលគេហៅថា Typhoon Yuan ដែលឈ្មោះអន្តរជាតិគេហៅថា Phong Wong ហើយភ្លាមមិនយូរប៉ុន្មាននោះមិនបាន48ម៉ោងផងចូលមកដល់ថ្ងៃទី9ខែវិច្ឆិកានោះផងដែរក៏ស្រាប់តែមានមហាព្យុះសង្ឃរាមួយទៀតដែលគេឲ្យឈ្មោះថា Super Typhoon ក៏វាយលុកចូលមកប្រទេសហ្វីលីពីនបន្ថែមទៀតនាំមកនៅខ្យល់ព្យុះយ៉ាងខ្លាំងនិងទឹកជំនន់យ៉ាងធ្ងន់ធ្ងរពាសពេញឲ្យមានការខូចខាតដល់ទៅ15តំបន់មហាព្យុះសង្ឃរាដែលកើតឡើងជាលើកទី2ក្នុងត្រឹមតែតិចជាង48ម៉ោងនេះក្នុងមួយសប្តាហ៍នេះបានបន្ថែមនៅការបាត់បង់ជីវិតពីប្រជាជនដល់ទៅ27នាក់ថែមទៀតនិងរងរបួស36នាក់ហើយបាត់ខ្លួន2នាក់ដែលរកមិនទាន់ឃើញសម្រាប់ទាំងអស់ចំពោះប្រជាជនដែលបានបាត់បង់ជីវិតទៅលើព្យុះសង្ឃរាទាំង2លើកផ្ទួនគ្នាក្នុងមួយសប្តាហ៍នេះបានធ្វើឲ្យស្លាប់អស់ដល់ទៅ259នាក់114នាក់បាត់ខ្លួនរកមិនទាន់ឃើញរីឯមនុស្សរងរបួសទាំងធ្ងន់និងស្រាលដល់ទៅជិត1000នាក់ការវាយប្រហារនិងវាយលុកពីគ្រោះធម្មជាតិលើកទី2នេះបានប៉ះពាល់ដល់ទៅ15តំបន់លើកទី1ក្នុងដើមខែនោះក្នុងរយៈ4ថ្ងៃបានធ្វើឲ្យខូចខាតដល់ទៅ6តំបន់នេះពិតជាធ្ងន់ធ្ងរពេកហើយចំពោះប្រជាជននៅក្នុងប្រទេសហ្វីលីពីនក៏ដូចជាចំពោះប្រទេសហ្វីលីពីនទាំងមូលដែរតើគ្រោះមហន្តរាយនេះនឹងត្រូវកើតឡើងចំពោះប្រទេសហ្វីលីពីននិងចំពោះប្រជាជននៅក្នុងប្រទេសហ្វីលីពីននេះត្រូវកើតឡើងប៉ុន្មានដងទៀតទើបឈប់តើប្រទេសហ្វីលីពីននឹងត្រូវទទួលកម្មពៀជាមួយនឹងគ្រោះធម្មជាតិនេះប៉ុន្មានដងទៀតចម្លើយគឺនៅមានច្រើនទៀតក្នុងមួយឆ្នាំប្រទេសហ្វីលីពីនទទួលមាននៅគ្រោះធម្មជាតិហៅ Typhoon ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងខ្យល់ព្យុះដ៏ខ្លាំងនោះដល់ទៅ20ដងក្នុងមួយឆ្នាំរីឯការបាក់ដីពីភ្លៀងនិងខ្យល់ខ្លាំងនោះដល់ទៅ8ទៅ9ដងក្នុងមួយឆ្នាំបូកបន្ថែមនឹងការរំជួយផែនដីក្នុងមួយថ្ងៃដល់ទៅ20ដងតែពេលខ្លះតិចតួចពេកគឺយើងមិនអាចដឹងឡើយកាលពីឆ្នាំមុនប្រទេសហ្វីលីពីនជួបប្រទះនឹងការរំជួយដីដល់ទៅ19251ដងនេះគឺបូកសម្រាប់ទាំងធ្ងន់និងស្រាល
ប្រទេសហ្វីលីពីនគឺជាកោះមួយដែលហោមព័ទ្ធដោយទឹកសមុទ្រនិងភ្នំភ្លើងចំនួនភ្នំភ្លើងដែលនៅជុំវិញប្រទេសហ្វីលីពីនគឺមានដល់ទៅ300ភ្នំភ្លើងចំនួន300ភ្នំភ្លើងមាន24ភ្នំភ្លើងដែលនៅមានជីវិតដែលនៅបញ្ចេញសកម្មភាពនាងខ្ញុំផ្ទាល់និងក្រុមគ្រួសារគឺបានទទួលការពិសោធន៍ដោយផ្ទាល់ខ្លួនយ៉ាងជាក់ស្ដែងពេលភ្នំភ្លើងផ្ទុះពេលខ្យល់ព្យុះពេលទឹកជំនន់ជាទូទៅលាក់នឹងលាក់ដោយព្រោះតែយើងខ្ញុំបានធ្លាប់រស់នៅប្រទេសហ្វីលីពីនចំនួន6ខែក្នុងឆ្នាំ83ខ្ញុំជឿថាប្រជាជនខ្មែរយើងជាច្រើនក៏បានទទួលការពិសោធន៍នេះដែរចំពោះអ្នកដែលបានរស់នៅជំរំហ្វីលីពីនមុនពេលដែលយើងមានឈ្មោះចេញមកប្រទេសក្រៅប្រជាជនហ្វីលីពីនពិតជាស្លូតល្អណាស់ពួកគេមិនដែលធ្វើបាបដល់ប្រជាជនខ្មែរយើងនោះទេនៅពេលដែលយើងជ្រកនៅក្នុងជំរំរបស់គេមិនត្រឹមតែប៉ុណ្ណោះនោះទេខ្ញុំបានទទួលបាននូវជីវិតសែនសប្បាយសុខសប្បាយមែនទែននៅក្នុងជំរំហ្វីលីពីនបានទៅលេងទាំងទឹកជ្រោះនិងស្គាល់រសជាតិធម្មជាតិនៅក្នុងប្រទេសនោះយ៉ាងល្អស្អាតដោយហេតុនេះហើយទើបខ្ញុំមានការខ្លោចផ្សាជាទីបំផុតពេលដែលខ្ញុំឃើញនៅអ្វីៗដែលកំពុងតែកើតឡើងចំពោះប្រទេសហ្វីលីពីននិងប្រជាជនហ្វីលីពីននៅពេលនេះពីគ្រោះធម្មជាតិដ៏សាហាវដែលកំពុងតែធ្វើទុក្ខបុកម្នេញបំភ្លេចបំផ្លាញដល់ពួកគាត់ខ្ញុំសង្ឃឹមថាពួកគាត់នឹងអាចទទួលបាននូវភាពស្ងប់ស្ងាត់ពីធម្មជាតិបានសះស្បើយពីគ្រោះមហន្តរាយមួយនេះនាងខ្ញុំលិននាវីសូមអរគុណនិងសូមជម្រាបលា